ផ្ដើមពីក្មេងដើរលេងរហូតដល់ពេលនេះគឺខ្ញុំជាអ្នករកស៊ីម្នាក់មិនទាន់ជោគជ័យទេប៉ុន្តែខ្ញុំអាចសរសើរខ្លួនឯងបានថាខ្ញុំងើបមកដល់ប៉ុណ្ណេះគឺខ្ញុំសរសើរខ្លួនឯងឯងបងប្អូនដូចបងប្អូននឹងស្រាប់ហើយផ្ដើមពីក្មេងដើរលេងកាប់ចាក់បាញ់បោះផោះខ្លែងគឺខ្ញុំឆ្លងកាត់ហើយអស់ហើយមកដល់ពេលនេះគឺខ្ញុំមានការរកស៊ីរបស់ខ្ញុំទាំងស្បែកជើងទាំងឡៃលាងម៉ូតូគឺខ្ញុំមានដំណើរការរបស់ខ្ញុំរាល់ថ្ងៃរាល់ខែអញ្ចឹងដូចខ្ញុំប្រាប់បងប្អូនអញ្ចឹងអ្នកណាដែលធ្លាប់ដើរផ្លូវខុសចង់កែខ្លួនកែឲ្យទៅកុំឲ្យលំបាកដល់ថ្ងៃមុខថ្ងៃក្រោយយើងមានប្រពន្ធមានកូនហើយអស់ហើយអញ្ចឹងយើងអត់អាចដើរលើផ្លូវនឹងដែលអត់ប្រយោជន៍នឹងទៀតបានទេដូចបងប្អូនដូចខ្ញុំនិយាយក្នុង TikTok ជារឿយអ្នកណាធ្លាប់ដើរផ្លូវខុសកែខ្លួនវិញអត់បញ្ហាយើងជាមនុស្សប្រុសយើងអាចកែវិញបានអត់បញ្ហាទេឃើញទេអញ្ចឹងបងប្អូនយកគំរូខ្ញុំបងប្អូនមើលកន្លែងម៉ូតូcủaខ្ញុំមានថ្ងៃហ្នឹងលាងម៉ូតូដាច់ដូចជុះបានចិត្ត100ម៉ូតូហើយហាងពីជើងថ្ងៃហ្នឹងលក់បាន30-40គូទៀតខ្ញុំពិតជាសរសើរខ្លួនឯងតែខ្ញុំដើរមកដល់ចំណុចនេះមិនថាខ្ញុំជោគជ័យខ្ញុំមិនទាន់ជោគជ័យអីទេបងប្អូនប៉ុន្តែខ្ញុំអាចលើកខ្លួនពីសម្រាប់មកដល់ប៉ុណ្ណេះគឺខ្ញុំសរសើរខ្លួនខ្ញុំហើយខ្ញុំលើកខ្លួនឯងតាំងពីខ្ញុំអត់ទាន់មានតែនិយាយចំទៅស្បែកជើងល្អមកគូក៏ខ្ញុំគ្មានលទ្ធភាពទិញដែរតែឥឡូវខ្ញុំមានហើយខ្ញុំមានលុយទិញមួយជើងខ្ញុំមានលុយទិញអាវពាក់មានលុយពាក់របស់រៀងធូរថ្លៃcònដើរជាងមុនអរគុណច្រើនហេងបងប្អូន